ទាំងខ្ញុំទាំងបងប្អូនគឺធ្លាប់តែបរិភោគក្តាមប៉ុន្តែយើងអត់ដឹងថាគេរកក្តាមដោយរបៀបណាទេនេះជាវិធីដែលគេរកក្តាមណាក្តាមមានច្រើនប្រភេទដែរយើងមានក្តាមសេះក្តាមថ្មអីចឹងទៅហើយបើមិនចឹងទេគេហៅក្តាមឥឡូវគេមានក្តាមសៀងហៃក្តាមនំប៉័ងតែបងប្អូនស្គាល់ទេថាក្តាមគេកំពុងរកនឹងឈ្មោះក្តាមអីដែរពណ៌វាដូចគេហៅក្តាមសៀងហៃតិចក្តាមនំប៉័ងនឹងតិចតែបើដូចជាក្តាមសេះក្តាមថ្មគឺ 100% គឺមិនមែនជាក្តាមសេះនិងក្តាមថ្មទេគឺខុសគ្នាយើងឃើញតែពណ៌គឺដឹងតែខុសគ្នាអញ្ចឹងគឺគេនេសាទក្តាមគឺគេនេសាទបែបនេះក្តាមប្រភេទដូចយើងឃើញបើថ្ងៃណាយើងឃើញក្តាមសៀងហៃក្តាមនំប៉័ងអីហ្នឹងយើងមើលទៅគឺគេនេសាទបែបហ្នឹងឯងមុននឹងយកឲ្យយើងហូបណាគឺគេរកពីកន្លែងណាដែលមានថ្មមានអីស្ងួតក្រៀមអញ្ចឹងណាខ្ញុំឃើញលក្ខណៈថ្មហ្នឹងមើលទៅដូចជាយើងនេសាទ oyster ដែរ oyster ភាគច្រើនគឺនៅកន្លែងទឹកគោកចឹងដែរកន្លែងគោកមានថ្មមានអីចឹងទៅគឺមាន oyster ច្រើនអ្នកខ្លះដើររើសអ្នកខ្លះទៀតគឺគេហៅអីកោះដែរចឹងទៅដោយសារវានៅជាប់ជាមួយនឹងថ្មក្តាំងធំដែរចឹងណាហើយក្តាមនេះក៏អញ្ចឹងដែរនៅជាប់ជាមួយថ្មក្តាំងធំអីដែរចឹងទៅមើលទៅដូចជាមួយយ៉ាងដែរប្លែកសម្រាប់ខ្ញុំគឺប្លែកភ្នែកមែនតើខ្ញុំគិតថាពួកក្តាមប្រភេទហ្នឹងគឺវាមិនមែននៅនេះទេវាមុខតែវានៅរបៀបថានៅក្នុងទឹកក្នុងអីដែរតាមឆ្នេរឬក៏នៅកប់ដីខ្សាច់អីចឹងណាឬក៏អ្នកខ្លះគេទៅនេសាទនៅរៀងឆ្ងាយជីសមុទ្រមានទឹកមានអីតែមិននឹកស្មានថាវាមិននៅជាប់ក្នុងថ្មដែរចឹងណាមើលទៅគិតធៀបមកដល់ក្តាមស្រែយើងក៏អញ្ចឹងដែរក្តាមស្រែយើងក៏ជួនកាលនៅលើគោកចឹងដូចគ្នាវាមិននៅតាមភ្លឺស្រែវាកាយភ្លឺស្រែធ្វើសបុកធ្វើអីចឹងទៅបានច្រើនណាស់ណាមកម្សាហ្នឹងគ្រប់ទឹកមែនតើឲ្យតែមានប្រឡោះចឹងគឺក្តាមនៅហើយធំល្អនៅគេនោះគឺមិនខ្វះទេប្រភេទធនធានរឿងក្តាមរឿងអីនេះដោយសារតែការនេសាទគេមានកន្លែងមានពេលវេលាគេហើយគេនេសាទក៏មើលតាមនឹងដែរគេយកទំហំប៉ុណ្ណាដែលសមស្របតាមដែលថាមស្រួលហ្នឹងប្រភេទណាដែលពងគេអត់យកទៀតទុកដើម្បីឲ្យវាបានបន្តពូជតកូនតចៅឲ្យច្រើនទៀតចឹងទៅងាយស្រួលនេសាទក្រោយទៀតចឹងមើលតូចល្មមទេតែក្តាមទាំងអស់ហ្នឹងគឺខ្លាញ់ច្រើនខ្ញុំធ្លាប់ឃើញនៅប្រភេទដែលយើងបកមកបើក្តាមទូចក្តាមនំប៉័ងសាច់ក៏ច្រើនខ្លាញ់ក៏ច្រើនឡើងលឿងហ្មងនេះមើលខាងក្រោមនេះទៀតខាងក្រោមជើងគាត់ហ្នឹងក៏មានហើយខាងក្រោមហ៊ុនតនោះទៀតក៏មានសម្បូរណាសម្បូរមែនតើទៅតែមកសតុះអីបានចង់មកធុងពេត្រូអីនោះហើយគិតថាគេយកធ្វើម្ហូបអីច្រើនយ៉ាងណាក្តាមភាគច្រើនគេនិយមចំហុយហើយយើងអាចយកមកឆាមកអីទៀតចឹងទៅតែដែលនិយមហូបជាងគេគឺយកមកចំហុយហ្នឹងហើយចំហុយឲ្យឆ្អិនល្អចឹងទៅយើងមានទឹកត្រីកោះកុងមានអីទៀតចឹងទៅហ្នឹងហើយដាក់ចូលចឹងទៅទឹកត្រីបុកមកគោកក្ដីប៉ុន្តែចម្លែកមួយដែរថាក្តាមនោះដូចអត់ចេះគៀបនឹងបើក្តាមនៅស្រុកយើងហ្នឹងបើយើងលូកតែប៉ុណ្្នឹងហ្នឹងគាត់ចេញតែគៀបមកស្ញាច់មកបាត់តែក្តាមនេះដូចអត់មានឃើញចេះគៀបអីសំបីតែឈើដែលលូកទៅហ្នឹងក៏ដូចអត់មានឃើញគៀបមានតោងអីរកគៀបរកអីចឹងណាដូចបានស្ងៀមល្អក្តាមនេះស្លូតដែរធ្លាប់តែញ៉ាំឥឡូវមកឃើញគេនេសាទម្ដងលើឲ្យប្លែកភ្នែកម្ដងកប់រៀងជ្រៅទៅក្នុងភក់អីចឹងទៅនេះមានរុនក្តាមនៅនឹងទៀតវាធ្វើរុនធ្វើអីដូចតែក្តាមស្រែយើងដែរនៅតាមភ្លឺស្រែភ្លឺអីចឹងទៅមកសតុះបានកកក្ដីចេះអីនៅណានេះសុំទៅផងទៅរកជាមួយផងខ្វះមកហូបអីហ្នឹងទៅនេសាទក្តាមតែមកសតុះបានរួចមកពេលដោះស្រាយជីវភាពអីចឹងទៅមកអត់ទេបងគេដូចថាវាចាស់រុនតែល្មមតែមកខ្លួនវាចូលចុះនឹងតែប៉ុណ្្នឹង
វាធ្វើធំអីពេកទេអាហ្នឹងបើពេលទឹកវាចាប់ផ្ដើមគេហៅទឹកជោហើយទឹកជោទឹកនីចវានៅលើគោកលើថ្មចាប់ពេលទឹកជោហើយវានៅក្នុងទឹកដែរដូចតែគ្នាហ្នឹងមើលទៅនេះបានណា